មេត្រកូសម្រាប់ចិត្តចាប់ផ្ដើមពិធីដូច្នេះពេលហើយឈ្មោះគេត្រូវឆ្លងច្រាំងទន្លេនេះដើរឲ្យឆ្ងាយតាមដែលអាចទៅបានពិតណាស់កាន់តែឆ្ងាយពួកគេកាន់តែល្អដំបងយូឈិនបូត្រូវបានគេហៅថានៅពេលគាត់ដើរលើផ្កាអគីដេដំបងគាត់មានអារម្មណ៍ថាមានសម្ពាធខ្លាំងវាស្ទើរតែមានអារម្មណ៍ថាគាត់កំពុងត្រូវបានកំទេចដោយជញ្ជាំងប៉ុន្តែភ្លាមនោះសម្ពាធចាប់ផ្ដើមស្រាលបន្តិចក្នុងពេលជាមួយគ្នានោះពន្លឺគ្រប់ដណ្ដប់គាត់ហើយឥឡូវនេះគាត់អាចផ្លាស់ទីជំហានមួយទៀតខណៈពេលដែលគាត់តស៊ូព្រោះគាត់ចង់ផ្លាស់ប្ដូរជោគវាសនារបស់គាត់មិនចង់ក្លាយជាអ្នកបំរើដ៏ថោកទាបអស់មួយជីវិតគាត់ចង់អាចគ្រប់គ្រងជីវិតរបស់គាត់បានទោះបីជាគាត់មានទេពកោសល្យតិចតួចក៏ដោយទោះបីជាគាត់អាចត្រឹមតែជាថ្នាក់ទាបបំផុតនៃ Game Master ក៏ដោយប៉ុន្តែ Gay Chamber បានត្រឹមតែ3ជំហានប៉ុណ្ណោះមិនមានទេពកោសល្យដើម្បីក្លាយជា Game Master ទេបន្ទាប់ពីការប៉ុនប៉ងបរាជ័យរាប់មិនអស់វាគឺជាវេនរបស់ Gayume ហើយគាត់បានដើរ35ជំហានដោយមិនប្រឹងប្រែងផ្ដល់ក្តីសង្ឃឹមដល់អ្នកចាស់ទុំអ្នកផ្សេងទៀតអបអរសាទរដល់ Aider Machine ខណៈគាត់អួតឈីលីអំពីចៅប្រុសរបស់គាត់មេក្រុមបានបញ្ជាឲ្យ Maybe មករកគាត់ដើម្បីមើលពីភាពដើមខាងក្នុងរបស់គាត់ទេពកោសល្យរបស់មនុស្សម្នាក់អាចវាស់បានដោយ4ថ្នាក់ចាប់ពីថ្នាក់ទី1ដល់ថ្នាក់ទី4ហើយមនុស្សដែលដើរតិចជាង10ជំហានគឺគ្មានទេពកោសល្យតតែសោះមនុស្សដែលដើរពី10ទៅ20ជំហានមានទេពកោសល្យលំដាប់ទី4ហើយនឹងត្រូវការដាំដុះរយៈពេល3ឆ្នាំដើម្បីក្លាយជាជើហ្វាយនីជាន់ខ្ពស់ម្នាក់ពួកគេក្លាយជាផ្នែកមួយនៃគ្រឹះគ្រួសារមនុស្សដែលដើរបាន30ជំហានគឺជាទេពកោសល្យលំដាប់ទី3ជាធម្មតាពួកគេត្រូវការការដាំដុះរយៈពេល2ឆ្នាំមុនពេលពួកគេអាចក្លាយជាជើហ្វាយនីលំដាប់ទី2និងបង្កើតឆ្អឹងខ្នងរបស់ត្រកូលមនុស្សដែលដើរបាន40ជំហានគឺជាទេពកោសល្យលំដាប់ទី2ពួកគេត្រូវការបណ្ដុះបណ្ដាលត្រឹមតែ7ឆ្នាំប៉ុណ្ណោះដើម្បីក្លាយជាគ្រូថ្នាក់លេខ3ពួកគេទំនងជានឹងក្លាយជាអ្នកចាស់ទុំក្នុងត្រកូលរបស់យើងនាពេលអនាគតហើយមនុស្សដែលអាចដើរបាន50ជំហានមានទេពកោសល្យលំដាប់ទី1ប្រសិនបើមានមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនេះបង្ហាញខ្លួនពួកគេពិតជានឹងជួយគ្រួសាររបស់ពួកគេឲ្យមានភាពចម្រុងចម្រើនមនុស្សទាំងនេះនឹងទទួលបានអាទិភាពទី1សម្រាប់អ្វីគ្រប់យ៉ាងហើយប្រហែលបន្ទាប់ពី10ឆ្នាំនៃការដាំដុះពួកគេអាចក្លាយជាមេលេខ4កាលពេលនោះមកដល់ពួកគេអាចប្រជែងយកតំណែងមេរបស់ត្រកូលទៀតផងប៉ុន្តែសម្រាប់មនុស្ស10នាក់ច្រើនជាងពាក់កណ្ដាលនៃពួកគេនឹងមិនមានទេពកោសល្យប៉ុន្តែអ្នកចាស់ទុំនៅតែព្រួយបារម្ភព្រោះវាមានរយៈពេលកន្លះម៉ោងទៅហើយប៉ុន្តែមិនទាន់មានទេពកោសល្យថ្នាក់ទី1នៅឡើយទេហើយពួកគេភាគច្រើនមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទេពកោសល្យណាមួយឡើយក្មេងជំនាន់ក្រោយរបស់ត្រកូល Gayu របស់ពួកគេកាន់តែអាក្រក់ទៅជារៀងរាល់ឆ្នាំប៉ុន្តែពួកគេមិនអាចជួយវាបានទេឈាមរបស់ពួកគេកាន់តែស្ដាងទៅប៉ុន្មានឆ្នាំចុងក្រោយនេះត្រកូល Gayu របស់យើងមិនមានចំណាត់ថ្នាក់ថ្មី4 Game Masters ដើម្បីពង្រឹងខ្សែឈាមនោះទេដូច្នេះលទ្ធផលបែបនេះត្រូវបានគេរំពឹងទុកតែប៉ុណ្ណោះមេត្រកូលចំនួនទី4របស់ពួកគេគឺជា Chevai-ni 5 Game Master តែមួយគត់របស់ពួកគេប៉ុន្តែវាជាការអាម៉ាស់ដែលគាត់បានលាចាកលោកទាំងវ័យក្មេងហើយមិនបានបន្សល់ទុកកូនចៅណាម្នាក់ឡើយខណៈដែលគេជេរប្រមាថព្រះសង្ឃស្រាប់ការដ៏អាក្រក់នោះទន្ទឹមនឹងនេះដែរនៅក្នុងជួរបន្ទាប់គឺ Gay Chechen គាត់ក៏បានធ្វើ35ជំហានផងដែរទេពកោសល្យលំដាប់ទី2មួយទៀតខណៈពេលដែលពួកគេរីករាយហ្វេងយួនចង់ចាំគាត់ថាគាត់បានបោកកំឡុងពេលពិធីភ្ញាក់ដឹងខ្លួនហើយត្រូវបានប្រន្ទាទោសយ៉ាងធ្ងន់ធ្ងរចំពោះវាការពិតគឺ Gay Chechen គ្រាន់តែជាទេពកោសល្យលំដាប់ទី3ប៉ុណ្ណោះប៉ុន្តែជីតារបស់គាត់បានជួយគាត់ក្លែងបន្លំលទ្ធផលរបស់គាត់ជាលទ្ធផលគាត់ហាក់ដូចជាមានទេពកោសល្យលំដាប់ទី2ក្នុងអំឡុងពេលធ្វើតេស្តដោយសារតែ Gayu Chilin និង Gayu Machin តែងតែប្រឆាំងគ្នាទៅវិញទៅមកគ្រួសារចាស់ទាំងពីរនេះក៏ជាកម្លាំងដ៏ធំបំផុតក្នុងត្រកូល Gay ដែរដើម្បីទប់ស្កាត់ការប្រកួតប្រជែងរបស់គាត់ Gayu Chilin ត្រូវការចៅប្រុសរបស់គាត់ឲ្យមានជំនាញល្អនោះហើយជាមូលហេតុដែល Gayu Chilin ជួយគាត់ក្លែងបន្លំលទ្ធផលនៅពីក្រោយឆាកហើយប្រសិនបើគាត់ចង់ចាំបានត្រឹមត្រូវប្រសិនបើវាមិនមែនសម្រាប់គ្រោះថ្នាក់នោះការពិតក៏មិនត្រូវបានលាតត្រដាងដែរដូច្នេះគាត់សម្រេចចិត្តប្រោសបាត់ហើយដើម្បីប្រយោជន៍គាត់បន្ទាប់មកទៀតនៅក្នុងជួរគឺគាត់ Gayu Venyuan ពេលវេលានេះបានមកដល់ហើយគ្រប់គ្នាមានសង្ឃឹមខ្ពស់ចំពោះគាត់ខណៈដែលបងប្រុសរបស់គាត់បានស្រក់ទឹកភ្នែកប៉ុន្តែ Venyuan ដឹងថានឹងមានវាកើតឡើងពេលគាត់ដើរលើសមុតនៃផ្កាអាគីដេសម្ពាធដ៏លើសលប់នៅក្នុងគ្រាប់ពូជផ្កានេះមានប្រភពមកពី Spirit Spring នីតិក្រដូវនៃវិញ្ញាណត្រូវបានពោពេញទៅដោយឆៃដែលបណ្ដាលឲ្យមានសម្ពាធដ៏លើសលប់លើសិស្សដែលកំពុងដើរនៅលើសមុតផ្កានេះហើយនៅពេលដែលមនុស្សម្នាក់មិនអាចទ្រាំទ្រនឹងសម្ពាធឆៃនេះទៀតទេគោខ្លះនឹងលេចឡើងហើយគោទាំងនេះត្រូវបានគេស្គាល់ថាជា Hope Go ចំណុចនេះមួយនៃចំណុចពន្លឺទាំងនេះគឺជាក្តីសង្ឃឹមពួកគេមកពីរឿងព្រេងចាស់បំផុតមួយគឺរឿងព្រេងរបស់ Renzo នៅក្នុងរឿងព្រេងនិទានពិភពលោកទើបតែបង្កើតថ្មីហើយវាជាទឹកដីនៃវាលរហស្ថានដ៏ព្រៃផ្សៃក្នុងអំឡុងពេលនេះមនុស្សដំបូងបានបង្ហាញខ្លួនឈ្មោះរបស់គាត់គឺ Renzo ហើយគាត់បានស៊ីសាច់ឈើនិងផឹកឈាមដើម្បីរស់គាត់បានរស់នៅក្នុងជីវិតដ៏លំបាកបំផុតហើយមានសត្វសាហាវមួយក្រុមឈ្មោះ Kanjin ដែលចង់ស៊ីវាខណៈដែលគាត់ជិតដល់ទ្វារមរណៈហើយកំពុងអង្វរសុំជីវិតគាត់ពន្លឺមួយរំពេចបំភ្លឺកន្លែងនិងដុតខ្មោចបិសាចដរាបណាពន្លឺបានសង្គ្រោះគាត់ទៅ Power Ghost បានផ្ដល់យោបល់ថាចាប់ពីថ្ងៃនេះទៅដរាបណាគាត់ផ្ដល់ជីវិតដល់ពួកគេអាចជួយគាត់ឲ្យរួចផុតពីការលំបាកណាមួយដូច្នេះហើយគាត់ទទួលយកហើយតល់ឲ្យគាត់នៅភាពក្មេងជាងវ័យរបស់គាត់ទៅកាន់ Go ដ៏ធំបំផុតជាធ្នូនឹងផ្ដល់ឲ្យគាត់នៅធម៌ពលដ៏ធំសម្បើមគាត់ពឹងផ្អែកលើកម្លាំងដែលទើបទទួលបានថ្មីរបស់គាត់ហើយជីវិតរបស់គាត់បានចាប់ផ្ដើមផ្លាស់ប្ដូរឲ្យកាន់តែប្រសើរឡើងគាត់បានប្រយុទ្ធយ៉ាងក្លាហាននិងខុសខើ
ខណៈពេលដែលបានសម្លាប់ខណ្ឌយើងជាច្រើនប៉ុន្តែភ្លាមនោះគាត់បានដឹងថាអំណាចមិនអាចដោះស្រាយអ្វីគ្រប់យ៉ាងបានទេគាត់ត្រូវការដើម្បីងើបឡើងវិញនិងដាំដុះហើយមិនត្រូវខ្ជះខ្ជាយជីវិតដោយសេរីមិនត្រូវនិយាយនៅពេលប្រឈមមុខនឹងក្រុមខណ្ឌយើងទាំងមូលកម្លាំងរបស់គាត់តែម្នាក់ឯងគឺតូចពេករៀនសបានឆ្លុះបញ្ចាំងពីភាពជូរចត់នេះហើយបានសម្រេចចិត្តផ្ដល់ឆ្នាំជីវិតកណ្ដាលរបស់គាត់ដល់យ៉ាដ៏ស្រស់ស្អាតបំផុតក្នុងចំណោមអ្នកទាំង3 Alas យ៉ាទី2ផ្ដល់ឲ្យគាត់នៅប្រាជ្ញាប៉ុន្តែពេលវេលាល្អមិនស្ថិតស្ថេរទីបំផុតរៀនសចាស់ពន្លឺបានចាក់ចេញពីគាត់ដោយសារគាត់មិនមានអ្វីនៅសេសសល់សម្រាប់ថ្វាយឡើយឥឡូវហ៊ុំពាត់ដោយគុណជីងប៉ុន្តែមិនចង់ស្លាប់ទេគាត់បានកត់សម្គាល់ឃើញកូនតូចមួយហើយសុំវាចេញប៉ុន្តែវាបង្ហាញថាប្រសិនបើគាត់ផ្ដល់ខ្លួនគាត់ទៅវាអាចជួយគាត់ឲ្យរួចផុតពីគុណជីងទាំងនេះគាត់បានឆ្លើយតបថាគាត់មិនមានអ្វីនៅសល់ដើម្បីយីវីទេទាំងអំណាចគោនិងប្រាជ្ញាគោបានបោះបង់ចោលគាត់ហើយឥឡូវនេះគាត់នៅសល់តែអាយុចាស់ប៉ុណ្ណោះទោះបីគាត់ត្រូវបានគេឡោមព័ទ្ធនៅពេលនេះក៏ដោយក៏គាត់មិនចង់ស្លាប់ភ្លាមដែរប៉ុន្តែប្រសិនបើគាត់ផ្ដល់អាយុដល់គាត់នឹងស្លាប់ភ្លាមគាត់ចង់រស់នៅបានយូរបន្តិចសូម្បីតែ1វិនាទីទៀតដែលវាឆ្លើយតបក្នុងចំណោមមនុស្ស3នាក់បំណងប្រាថ្នារបស់គាត់គឺតូចជាងគេទាំងអស់វាគ្រាន់តែតម្រូវឲ្យផ្ដល់ឲ្យបេះដូងរបស់គាត់ដូច្នេះហើយបានជាគាត់ធ្វើតាមដែល Gadot Ken យើងស្ចាប់ពីថ្ងៃនោះមកគាត់បានដឹងថាពេលណាអ្នកប្រឈមមុខនឹងទុក្ខលំបាកនៅគ្រាន់តែផ្ដល់ចិត្តឲ្យអស់សង្ឃឹមក្នុងពេលជាមួយគ្នានោះ Fenywan បានបោះជំហានចំនួន20ហើយគាត់ដឹងថាគាត់ចិត្តដល់កម្រិតរបស់គាត់ខណៈដែលមនុស្សចាស់អាចឃើញថាក្តីសង្ឃឹមយ៉ាងនិង Fenywan មិនគ្រប់គ្រាន់ទេហើយគាត់ជឿជាក់ថានេះមិនមែនជាសញ្ញានៃទេពកោសល្យលំដាប់ទី1នោះទេទន្ទឹមនឹងនេះដែរ Fenywan ដើរបានត្រឹមតែ23ជំហានប៉ុណ្ណោះប៉ុន្តែភ្លាមនោះនៅ27ជំហានពោះរបស់គាត់បានភ្លឺឡើងឥឡូវនេះគាត់ដឹងថាការភ្ញាក់ដឹងខ្លួនរបស់គាត់គឺជាជោគជ័យមួយហើយថាមានសង្ឃឹមសម្រាប់គាត់ដើម្បីក្លាយជាអមតៈឥឡូវនេះការភ្ញាក់ដឹងខ្លួនគឺជាដំណើរការចម្លែកនឹងអាចកំបាំងវាកើតឡើងនៅក្នុងរាងកាយរបស់មនុស្សប៉ុន្តែក្នុងពេលតែមួយវាមិនប្រើចន្លោះដូចគ្នាទៅនឹងសរីរាង្គខាងក្នុងរបស់មនុស្សនោះទេអ្នកអាចនិយាយថាការភ្ញាក់ខ្លួនកើតឡើងនៅក្នុងលំហផ្សេងគ្នាដែលធំមិនចេះចប់ប៉ុន្តែតូចមិនចេះចប់អ្នកខ្លះហៅវាថាលំហពណ៌ស្វាយហើយអ្នកខ្លះហៅវាថាអាងជន់ជាតិដាក់ទោះយ៉ាងណាក៏ដោយមនុស្សភាគច្រើនស្គាល់វាថាជាសមុទ្រធំក្នុងអំឡុងពេលដំណើរការនេះក្តីសង្ឃឹមរបស់គោនឹងផ្ទុះឡើងហើយបញ្ចេញពន្លឺភ្លឺចាំងដែលព័ទ្ធជុំវិញរាងកាយរបស់មនុស្សវាពិតជាស្រទាប់នៃពន្លឺចែងចាំងនេះដែលគ្រប់គ្រងដល់កន្លែងភ្ញាក់និងការពារវាពីការដួលរលំហើយនៅខាងក្នុងកន្លែងភ្ញាក់គឺសមុទ្របៃតងមានតែចៅហ្វាយនីហ្គោទេដែលអាចបង្កើតខ្លឹមសារដើមពណ៌បៃតងនេះបានដំណក់នីមួយនៃខ្លឹមសារទាំងនេះតំណាងឲ្យខ្លឹមសារភាពរឹងមាំសក្តានុពលនិងព្រលឹងរបស់ចៅហ្វាយនីខ្លឹមសារដំបូងបង្អស់នេះត្រូវបានប្រើប្រាស់ដោយចៅហ្វាយនីហ្គោដាំបីលើកកម្ពស់ហ្គោរបស់ពួកគេដែលមានន័យថាចាប់ពីថ្ងៃនេះទៅគាត់កំពុងដើរលើមាគ៌រានៃការក្លាយជាម្ចាស់ហ្គោប៉ុន្តែដូចដែលគាត់បានគិតគាត់មិនអាចបោះជំហានទៅមុខទៀតបានទេដូចក្នុងជីវិតមុនរបស់គាត់ដែរចាស់ទុំស៊ូគាត់ថាគាត់មិនអាចបោះជំហានមួយទៀតបានទេដូច្នេះគាត់ងាកមកធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលហើយធ្វើឲ្យអ្នកចាស់ទុំខកចិត្តហើយសិស្សចំអកគាត់ខណៈពេលដែល Fenywan អាចមើលឃើញអតីតកាលរបស់គាត់ដោយយំដោយសារតែគាត់មិនអាចការពារប្អូនប្រុសរបស់គាត់បានទៀតទេ Fenywan បច្ចុប្បន្នបានព្យាយាមបង្កើតសន្តិភាពជាមួយអតីតកាលរបស់គាត់ហើយបន្តទៅមុខទៀតខណៈពេលដែល Gay Vengeance ត្រូវបានគេហៅចេញមកបន្ទាប់ដូច្នេះគាត់បានដើរហួសប៉ុន្តែបានរអិលដួលធ្លាក់ពីលើទឹកធ្វើឲ្យកូនភ្លោះរបស់គ្រួសារ Veng សាច់ចំអកប៉ុន្តែ Fenywan បានទៅរកប្អូនប្រុសតូចរបស់គាត់ហើយរើគាត់ហើយនិយាយថាទៅព្រោះផ្លូវអនាគតរបស់ពួកគេនឹងក្លាយជាផ្លូវមួយដែលគួរឲ្យចាប់អារម្មណ៍នៅពេលដែលគាត់ចាក់ចេញ Vengeance ឆ្ងល់ថាហេតុអ្វីបានជាបងប្រុសរបស់គាត់អាចស្ងប់ស្ងាត់យ៉ាងនេះបន្ទាប់ពីដឹងការពិតថាគាត់គ្រាន់តែជាអត្រាទី3បន្ទាប់មកគាត់បានក្រោកឈរឡើងហើយបោះជំហានមួយខណៈពេលដែលគិតយ៉ាងជ្រៅក្នុងគំនិតរបស់គាត់នឹកចាំពាក្យពីអ្នករាល់គ្នាដែលសង្ស័យគាត់និងរបៀបដែលមនុស្សគ្រប់គ្នាសរសើរបងប្រុសរបស់គាត់អ្នករាល់គ្នាស្គាល់មីងនិងពូរបស់គាត់ដាក់ចិត្តបងប្រុសគាត់ច្រើនជាងព្រោះបងប្រុសគាត់ជាមនុស្សពូកែក្តីសង្ឃឹមនៃត្រកូលរបស់ពួកគេចុះគាត់វិញគាត់គ្រាន់តែជាគ្រូដែលគ្មាននរណាម្នាក់ចាប់អារម្មណ៍ពីប្អូនប្រុសរបស់ Ewan គ្មាននរណាម្នាក់ស្គាល់ឈ្មោះរបស់គាត់ទេដូចដែលគាត់នឹកឃើញគុណរបស់បងប្រុសគាត់ពេញចិត្តក្នុងការធ្វើជាមនុស្សសាមញ្ញទេពកោសល្យគឺខុសពីធម្មជាតិគាត់មិនអាចដូចគាត់ទេដូច្នេះគាត់នឹងមិនព្យាយាមធ្វើដូចគាត់ទេប៉ុន្តែអ្វីបានផ្លាស់ប្ដូរនៅពេលដែលគាត់បានឮពូនិងមីងរបស់គាត់សម្រេចចិត្តបដិសេធគាត់បន្ទាប់ពីពិធីនោះគំនិតរបស់គាត់ពោពេញដោយកំហឹងខណៈដែលគាត់បន្ទោសបងប្រុសខ្លួនឯងហើយប្រាថ្នាថាគាត់មិនមានប៉ុន្តែក្រោយមកគាត់នឹកឃើញថាឆ្វេមានចិត្តសប្បុរសចំពោះគាត់ហើយនិយាយថានាងចូលចិត្តគាត់ច្រើនជាងផ្ដល់ក្តីសង្ឃឹមដល់គាត់ប៉ុន្តែទាំងអស់បានបែកខ្ញែកនៅចំពោះមុខភ្នែករបស់គាត់នៅពេលដែលគាត់បានឃើញឆ្វេលបួងប្អូនប្រុសរបស់គាត់ជាលទ្ធផលគាត់មើលឃើញប្អូនប្រុសជាឧបសគ្គហើយស្អប់គាត់ថែមទៀតព្រោះគាត់ក៏ចង់បានការគោរពពីអ្នកដទៃដែរគាត់ក៏ចង់ត្រូវបានគេយកចិត្តទុកដាក់ផងដែរគាត់មិនចង់នៅម្នាក់ឯងទៀតទេគាត់ចង់ឃើញគាត់ចង់ផ្លាស់ប្ដូរអ្វីទាំងអស់ហើយដោយកំហឹងគាត់បើកភ្នែករបស់គាត់ធ្វើឲ្យអ្នករាល់គ្នាភ្ញាក់ផ្អើលចំពោះអ្វីដែលកំពុងកើតឡើងនៅចំពោះមុខគេការដែលលោកបានឈានដល់43ជំហានទេពកោសល្យថ្នាក់ទី1ខណៈពេលដែលអ្នកចាស់ទុំទាំងអស់ឆ្លោះគ្នាដើម្បីយកគាត់ឥឡូវនេះគាត់ជឿថាព្រះបានឆ្លើយតបការអធិស្ឋានរបស់គាត់ហើយគិតអំពីបងប្រុសរបស់គាត់ព្រោះចាប់ពីពេលនេះទៅអ្វីនឹងខុសគ្នាគាត់នឹងបង្ហាញគាត់ថានរណាជាទេពកោសល្យពិតប្រាកដនៅទីនេះគាត់លែងជាភ្នំដ៏ធំដែលការពារគាត់ពីក្រោយទៀតហើយគាត់នឹងមិនត្រូវបានគេហៅថាជាប្អូនប្រុសរបស់ Fenywan ទៀតទេអ្នកណាដែលសាច់ចំអកពីមុនត្រូវចងចាំវាឲ្យបានល្អចាប់ពីថ្ងៃនេះទៅខ្ញុំ Gay Vengeance ខណៈដែលការសម្លឹងមើលរបស់គាត់ភ្លឺដោយក្តីសង្ឃឹមដែលបានរកឃើញថ្មីខណៈពេលដែលអ្នកចាស់ទុំទាំងអស់ឆ្លោះគ្នាដើម្បីយកគាត់ឥឡូវនេះគាត់ជឿថាព្រះបានឆ្លើយតបការអធិស្ឋានរបស់គាត់ហើយគិតអំពីបងប្រុសរបស់គាត់ព្រោះចាប់ពីពេលនេះទៅអ្វីនឹងខុសគ្នាគាត់នឹងបង្ហាញគាត់ថានរណាជាទេពកោសល្យពិតប្រាកដនៅទីនេះគាត់
លែងជាភ្នំដ៏ធំដែលការពារគាត់ពីក្រោយទៀតហើយគាត់នឹងមិនត្រូវបានគេហៅថាជាប្អូនប្រុសរបស់ Fan Yuan ទៀតទេអ្នកណាដែលសាយចំអកពីមុនត្រូវចងចាំវាឲ្យបានល្អចាប់ពីថ្ងៃនេះទៅខ្ញុំ Gay Fan ចឹងខណៈដែលការសម្លឹងមើលរបស់គាត់ភ្លឺដោយក្តីសង្ឃឹមដែលបានរកឃើញថ្មីខណៈ